បាននិយាយថាវីដេអូភាពមុនគឺរន្ធត់និងព្រឺព្រួយខ្លាំងអញ្ចឹងភាពនេះវិញគឺពោពេញដោយការបាត់បែននឹងរឿងនឹកស្មានមិនដល់អ្វីដែលអ្នកនិពន្ធសេរីពូកែសរសេរបំផុតគឺការបាត់បែនសាច់រឿងនិងរឿងរ៉ាវដែលត្រូវប្រាក់ខុសខ្លះធានាថាវីដេអូភាពនេះពិតជាល្អមើលជក់ចិត្តខ្លាំងណាស់តែភាពមុននិយាយអំពីអ្វីគឺយូតានត្រូវបានគេលាពណ៌បង្កាច់បង្ខូចដោយចោទប្រកាន់ថាគាត់ជាក្រុមប្រឆាំងមិនដឹងជាមានក្បាលមនុស្សមកពីណាច្រើនម្ល៉េះទេរួចគេក៏ចោទថាជាស្នាដៃរបស់យូតានតែពិតជាស្នាដៃរបស់គាត់មែនដែរឬទេសៀងស៊ីវបានបង្ហាញការសន្និដ្ឋានរបស់នាងរួមទាំងការស្លាប់របស់ណូដាឡៅឈីតែជាស្នាដៃរបស់នរណាបន្តិចទៀតអ្នកទាំងអស់គ្នានឹងបានដឹងថានេះគឺជាគម្រោងការដ៏ធំសម្បើមមួយតើរឿងនេះមានអាចកំបាំងយ៉ាងណាទៅវិញសម្រាប់អ្នកដែលមិនទាន់បានមើលវីដេអូភាពមុនសូមប្រញាប់ចុចមើលក្នុងបញ្ជីរឿងជាមុនសិនណាមិនបាច់និយាយច្រើនវែងឆ្ងាយទេតោះពួកយើងទៅទស្សនាទាំងអស់គ្នារឿងរ៉ាវបានចាប់ផ្ដើមឡើងពួកគេទាំងពីរអ្នកបានណាក់គ្នាហើយបានជួបគ្នានៅមុខផ្ទះសំណាក់តូចមួយពេលជួបសៀងស៊ីវហើយយូតានបានរៀបរាប់ដំណើររឿងតាមតុងទាំងអស់ប្រាប់នាងសៀងស៊ីវនិយាយថាខ្ញុំយល់ហើយស្អីគេនាងដឹងហើយតើនរណាជាអ្នកយកក្បាលមនុស្សខ្លួនទៅដាក់ក្នុងនោះតែជាស្នាដៃរបស់នរណាមនុស្សម្នាក់នោះគឺប្រធានចាងគុណនឹងហាក់មិនអាចទៅរួចទេហើយអ្វីបានជាគាត់ត្រូវធ្វើរឿងបែបហ្នឹងរឿងនេះខ្ញុំក៏មិនដឹងដែរប៉ុន្តែផ្អែកតាមការរៀបរាប់របស់ហែងគាត់គឺជាអ្នកដែលមានមន្ទិលសង្ស័យខ្លាំងជាងគេរឿងនេះត្រូវគិតចាប់ពីល្បឿននៃការចាត់ចែងសាកសពឯងនិយាយថាធម្មតាអាចចាត់ចែងសាកសពបាន10ក្នុង1ម៉ោងតែថ្ងៃនេះឯងចាត់ចែងបានតែ9ទេមែនទេអូមែនហើយតើឯងធ្លាប់គិតទេថាវាមានមូលហេតុមកពីអ្វីឬមួយមកពីខ្ញុំរវល់តែតាមខ្លមមើលគេទៅធ្វើឲ្យបែកអារម្មណ៍ឬមួយក៏មកពីអារម្មណ៍មិនសមូលរឿងនឹងក៏អាចថាបានដែរតែវានៅមានលទ្ធភាពមួយទៀតគឺមានគេលួចពេលវេលារបស់ឯងទៅបាត់ហើយលួចទៅដែរមែនហើយពួកឯងនៅលើផ្ទៃបញ្ជាម៉ោងដែលឯងមើលឃើញត្រូវបានគេសារឲ្យលឿនជាងមុនទើបធ្វើឲ្យល្បឿនចាត់ចែងសាកសពរបស់ឯងទៅជាយឺតជាងមុនអូខ្ញុំដូចជាយកការខ្លះហើយបើម៉ោងត្រូវបានគេកែសម្រួលឲ្យលឿនមែននោះរឿងទាំងអស់នេះពិតជាសមហេតុផលណាស់ម៉ោង1:55គេបញ្ជូនក្បាលមនុស្សទៅកន្លែងចាត់ចែងការសំណល់ម៉ោង2:05គេដឹកជញ្ជូនទំនិញទៅកាន់មជ្ឈមណ្ឌលចែកចាយបើគិតទៅគឺលឿនជាងមុន10នាទីគិតគាត់ម្នាក់នោះមានពេលគ្រប់គ្រាន់ក្នុងចំណោមក្បាលមនុស្សជាច្រើននោះដើម្បីរើសយកក្បាលរបស់ខ្វាងហ៊ុនរួចដាក់វាចូលទៅក្នុងប្រអប់ចុះអ្នកណាខ្លះដឹងថាឯងបាត់នាឡិកាដៃហើយអ្នកណាអាចចូលទៅកែម៉ោងនៅកន្លែងធ្វើការបានដោយមិនឲ្យគេសង្ស័យសំបីតែពេលឃើញផ្ទាល់ភ្នែកនោះមនុស្សម្នាក់នោះមានតែប្រធានឆាងគុណម្នាក់គត់បើមិនមែនគាត់ទេមិនក៏មានរឿងចែកដល់ដំឡេះឯងទើបតែបាត់នាឡិកាភ្លាមគាត់រើបានភ្លែកចាត់ចែងសាកសពច្រើនណាស់មិនដែលខុសប្រជែកទេតែបែរជាមានបញ្ហាចំតែរឿងហ្វូជីសានទៅវិញខ្ញុំគិតថាគោលបំណងរបស់ឆាងគុណគឺគាត់បានរៀបចំផែនការទុកជាមុនអស់ហើយគឺដោយសារតែគាត់រើបាននាឡិការបស់ឯងទើបគាត់ទម្លាក់កំហុសឲ្យឯងធ្វើជាពេលទទួលបាត់តែម្ដងពេលយូធីនីវសាំងស៊ីវនិយាយបែបនេះគាត់ថាដូចជានៅឃើញដឹងខ្លួនឡើងវិញហើយតាមពិតទៅរឿងទាំងអស់នេះគឺសុទ្ធតែជាល្បិចកលរបស់អាឆាងគុណសពខ្ញុំឆ្ងល់ណាស់មេបានជាគាត់ស្រាប់តែឲ្យខ្ញុំតាមខ្លមមើលយ៉ាងឆាប់តាមពិតគាត់បានរៀបចំគម្រោងការទុកជាមុនតាំងពីដំបូងម្ល៉េះមិនបានទេខ្ញុំត្រូវតែទៅសួរនាំគាត់ឲ្យច្បាស់អញចាំខ្ញុំសិនណាសៀងស៊ីវខ្ញុំទៅមុនហើយណាមើលចុះអញខំមកដល់ទីនេះហើយតែពួកយើងទៅរកផ្ទះសំណាក់អង្គុយលេងមួយផ្លែទៅអុយមិនកើតទេចាំលើក្រោយចុះណានិយាយថាចាំលើក្រោយរួចក៏ដើរចេញពីផ្ទះសំណាក់ទៅយូធានក៏បានទូរស័ព្ទទៅឆាងគុយថាលោកពូឆាងគុយរឿងក្បាលមនុស្សនោះខ្ញុំគិតថាខ្ញុំយល់ច្បាស់ហើយថាជាស្នាដៃរបស់នរណាឲ្យប្រកាសលុះឆាងគុយបាននៅបែបនេះក៏ភ្ញាក់ផ្អើលក្នុងចិត្តរួចសួរថាឯងដឹងថាអ្នកណាធ្វើហើយហ៎អញ្ចឹងល្អហើយស្អែកនេះឯងមកការិយាល័យហើយប្រាប់ពីអ្វីដែលឯងបានដឹងមកយ៉ងឆាងគេក៏និយាយថាមានដំណុយថ្មីដែរល្មមតែម្ដងស្អែកនេះពួកឯងទាំងពីរអ្នកមកជាមួយគ្នាទៅស្អែកម៉ោង10ព្រឹកណាពួកយើងជួបគ្នានៅមុខការិយាល័យពេលវេលាបានកន្លងហួសទៅដល់ថ្ងៃបន្ទាប់យូធានបានរុញទ្វារការិយាល័យចូលទៅក៏ឃើញថាមានមនុស្សជាច្រើនអ្នកកំពុងរងចាំនៅទីនោះរួចជាស្អែកមានលោកពូឆាងគុយអាហ្នឹងនិងយ៉ងឆាងជាដើមក្រោយពីនេះនៅមានបរិមម្នាក់ទៀតឈ្មោះថាមូសឹងដែលជាអ្នកតំណាងបញ្ជូនមកពីក្រុមហ៊ុនធំយូធានបានធ្វើការយ៉ាងប្រុងប្រយ័ត្នដោយដូចបើកម៉ាស៊ីនថតសម្លេងនៅក្នុងហោប៉ែរបស់គេព្រោះបារម្ភថាពេលទម្លាយរឿងនេះទៅឆាងគុយនឹងមិនព្រមទទួលស្គាល់ទើបគេបានរៀបចំម៉ាស៊ីនថតសម្លេងនេះទុកជាមុននឹងចូលមកឆាងគុយនិយាយថាយូធានបានហើយឯងមកដល់ក៏ល្អដែរពួកយើងមកនិយាយពីលទ្ធផលនៃការស៊ើបអង្កេតសិនទៅផ្អែកតាមការស៊ើបអង្កេតរបស់ពួកយើងរឿងដែលយកក្បាលមនុស្សដាក់ចូលក្នុងប្រអប់នោះមានតែឯងម្នាក់គត់ដែលអាចធ្វើបានព្រោះអ្នកដទៃគ្មានពេលឬឱកាសនឹងលួចដាក់វាចូលឡើយដូច្នេះរឿងនេះគឺពិតជាស្នាដៃរបស់ឯងមិនខុសទេឆាងគុយក៏និយាយបង្ខំថាឯងសារភាពទៅល្អជាងបើឯងព្រមទទួលស្គាល់ខ្ញុំនឹងខ្វាងគុណអាចនឹងពិភាក្សាគ្នាដើម្បីផ្ដល់ឱកាសឲ្យឯងជាថ្មីធ្វើបែបនឹងមិនបានទៅចុះឲ្យខ្ញុំទទួលស្គាល់យ៉ាងម៉េចទៅរឿងដែលខ្ញុំមិនបានធ្វើខ្ញុំមិនអាចទទួលខុសត្រូវទេម្យ៉ាងទៀតខ្ញុំដឹងថាគិតក៏ពិតប្រាកដក្នុងរឿងនេះជាអ្នកណាហើយកុំមាត់ចាំមើលថាជាអ្នកណាគិតក៏ពិតប្រាកដគឺម្នាក់ដែលរើបាននាឡិកាដៃរបស់ខ្ញុំនឹងឯងស្អីគេកុំមកធ្វើពុតអីប្រធានឆាងគុយទាំងអស់នេះជាគម្រោងការរបស់លោកមែនទេលោកឃើញខ្ញុំបាត់នាឡិកាក៏លួចធ្វើឲ្យវាខូចដើម្បីឲ្យម៉ោងក្នុងបន្ទប់ធ្វើការដើរលឿនជាងមុនលោកនឹងមានពេលគ្រប់គ្រាន់ដើម្បីយកក្បាលមនុស្សខ្លួនដាក់ចូលក្នុងប្រអប់ទំនិញយូធានអញគ្មានផ្លូវដោះសារទៀតទេអញចោទថាខ្ញុំជាឃាតករចុះខ្ញុំមានមូលហេតុអីត្រូវធ្វើទៅបើគ្មានផលប្រយោជន៍អីខ្ញុំទៅធ្វើរឿងនឹងធ្វើអីចុះមានន័យថាខ្ញុំមានមូលហេតុត្រូវធ្វើមែនទេយ៉ងឆាងនិយាយថាពួកឯងកុំជ្រុះគ្នាអីខ្ញុំសួរឯងសិនយូធានវាថាមិនសូវមិនយកឯងត្រូវគេវាមែនទេបាត់នៅបន្ទប់ចោលកាក់សំណត់តែឯងឃើញម្នាក់នោះចូលទៅខាងក្នុងដោយរបៀបណាចូលទៅរបៀបណាឯងគឺគាត់ទ្វារចូលទៅតា
អីចឹងមិនមែនជាប្រធានឆាងគុយទេហេតុអីរូបប្រធានឆាងគុយគាត់មានសោតាគិតមើលបើគាត់ចង់ជួបផ្នែកណាមួយគ្រាន់តែយកសោចាក់ទៅជាការស្រេចហើយចុះវាអាចទៅរួចទេថាគាត់មិនចង់ឲ្យអ្នកផ្សេងដឹងដើម្បីលាក់បាំងរឿងអីមួយទៅគាត់ទ្វារចូលទៅមិនអាចទៅរួចទេហេតុអីមិនអាចព្រោះពេលនោះរោងចក្រចេញពីធ្វើការអស់ហើយគ្មានមនុស្សនៅសោទេហើយគាត់ក៏មិនដឹងថាឯងនឹងលួចទៅមើលកាមេរ៉ាសុវត្ថិភាពនៅបន្ទប់សន្តិសុខដែរដូចនេះបើជាប្រធានឆាងគុយមែនគាត់ប្រកាសជាប្រាសោដើម្បីបើកទ្វារហើយតែចាំបាច់ត្រូវឆ្កេះវាធ្វើអីក្រោយពេលចាក់ចែងរួចគាត់ក៏លួចចាក់សោទ្វារវិញធ្វើដូចគ្មានរឿងអីកាត់ឡើងមិនល្អជាងទេអីហើយការឆ្កេះសោវាជារឿងឥតប្រយោជន៍តាមែនទេគិតក៏ពិតប្រាកដមិនមែនជាឆាងគុនទេហើយក៏រត់តែមិនមែនជាឯងដែរយូធានបើមិនមែនទាំងពីរនាក់ចុះជាអ្នកណាមិនទាន់ទាំងយងឆាងនិយាយចាប់ផងហាំងមនុស្សទាំង5នាក់នៅក្នុងបន្ទប់ត្រូវកម្លាំងផ្ទុកលូច្រមុតច្រងល់អស់តិចស្ទូបនៅលើដីអុយម៉ៃខ្លាំ5ដុំអើយមានរឿងអីកាត់ឡើងហ្នឹងចាប់ហើយរោងចក្រត្រូវគេវាប្រហារហើយពួកគេទាំង5នាក់ក៏ប្រញាប់រត់ចេញពីបន្ទប់ប្រជុំលុះចេញមកក្រៅឃើញគ្រប់យ៉ាងបើកវក់អស់ទៅហើយភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅរហូតបិទជិតច្រកចេញខាងនៃរោងចក្របុគ្គលិក2 3នាក់រត់បណ្ដាស្រែកបណ្ដាថាមានការវាប្រហារហើយមានការវាប្រហារហើយមានក្របបែកប្រញាប់រត់លឿនឡើងពួកឯងស្រែកលោឡាធ្វើអីហ្នឹងប្រញាប់ដឹងប៉ូលីសទៅម៉ូស៊ូប្រញាប់ទូរស័ព្ទហើយឡានទៅភ្លាមទៅបាត់មូសេងឯងប្រញាប់ទៅបន្ទប់ផ្សាយសំឡេងទៅប្រាប់អ្នករាល់គ្នាឲ្យរត់ទៅច្រកក្រោមដីនៅទីនោះមានច្រកចេញយូលៀននាងនឹងយ៉ងឆាងជួយសម្បោះសម្រួលមនុស្សនៅទីនេះកុំឲ្យពួកគេរត់ផ្ដេកផ្ដាក់ចុះយ៉ងឆាងរត់ទៅណាបាត់ហើយឃើញមិនបាច់ខកពីគេទេខ្ញុំទៅមើលខាងក្នុងសិនថាមានរឿងអីកើតឡើងនិយាយរួចឆាងគុនក៏រត់ចូលទៅក្នុងរោងចក្របាត់ទៅភ្លើងកាន់តែឆេះខ្លាំងឡើងមើលទៅហាក់ដូចជាហៀបនឹងរាលដាលហើយពីផ្នែកកែច្នៃទៅដល់ផ្នែកបង្កាត់ពូជហើយនៅទីនោះមានមនុស្សខ្លួនរាប់ពាន់នាក់កំពុងតែជាប់ឃុំក្នុងទ្រុងមិនយូរប៉ុន្មានក្រោយមកក៏ស្រាប់តែមានសំឡេងស្រែកប្រហោយយ៉ាងឈឺចាប់ចេញពីខាងនោះពួកវាទើបតែមានអាយុ2-3ខែប៉ុណ្ណោះសូម្បីតែនិយាយក៏មិនទាន់ចេះផងពួកវាមានតែប្រាការស្រែកក្រហមដើម្បីបញ្ចេញភាពភ័យខ្លាចនិងការឈឺចាប់នៅក្នុងចិត្តយូធានចូលទាំងនៅទីនោះទាំងវង្វេងវង្វាន់រោងចក្រដែលនៅល្អសោះមុននេះហេតុអីតែ10ជាងនាទីសោះខ្លាចជាបែបនេះទៅវិញតើឲ្យខ្ញុំទៅជួយជំនះមនុស្សឈ្គូស្អីទៀតទៅភ្លឹងចេះសន្ធោសន្ធៅខ្លាំងម្លឹងតើមានអ្នកណាអាចចេញមកក្រៅរួចទៅខ្ញុំប្រញាប់រត់តិចសិនល្អជាងរត់បាន2-3ជំហានក៏លែងដឹងទីតំបន់ណាជាណាហើយសែងហុយត្រឡំបែបនេះមើលអ្វីក៏មិនឃើញដែរយូធានត្រូវបានសែងហុយស្ទះស៊ូតរបស់គេសឹងតែធ្លីទៅហើយតោដង្ហើមសឹងតែមិនរួចមកហើយលើកនេះច្បាស់ជាចាប់សាប់គ្រប់នៅទីនេះហើយគ្រាន់តែត្រេកខ្លួនបន្តិចគេក៏ដួលទៅលើដីនៅពេលនោះឯងឡានដឹកទំនិញធុនតូចមួយគ្រឿងបានមកជប់ក្បែរយូធានទីបំផុតរកឯងឃើញហើយប្រញាប់ឡើងឡានជាមួយខ្ញុំមកគេក៏ទាញយូធានឡើងលើឡានលុះពេលយូធានដឹងខ្លួនឡើងវិញទើបដឹងថាអ្នកនោះគឺយ៉ងឆាងសោះទើបប្រញាប់ទៅទេចង់ឯងកំពុងបើកទៅណាហ្នឹងខាងនោះជាផ្នែកបង្កាត់ពូតាឯងឈួតហើយមែនទេបើកទៅទីនោះមិនចង់រត់ទេអីយ៉ងឆាងក៏មិនខ្វល់ពីគេឡើយគេជន់កែពេញទំហឹងបើកសំដៅទៅផ្នែកបង្កាត់ពូតព្រាមកុំបារម្ភអីពួកយើងមកមើលរឿងសប្បាយតាមើលរឿងសប្បាយឈួតស្អីទៅបើឯងមិនចង់រស់ក៏ខ្ញុំនៅចង់រស់ដែរពេលឮសំឡេងស្រែកប្រហោយនៅក្នុងផ្នែកបង្កាត់ពូជយូធានព្រឹកក្បាលខ្ញាក់សម្លឹងមើលត្រង់តែរាប់ពាន់តែមានមនុស្សខ្លួនជាប់នៅក្នុងនោះខណៈដែលភ្លើងកំពុងតែឆេះរាលដាលទៅរកពួកគេបន្តិចម្ដងពួកគេរត់ក៏មិនរួចដែរទីបំផុតរលកកម្ដៅដ៏សាហាវនោះក៏បានលេបប្របាក់ពួកគេដោយគ្មានប្រណីមនុស្សខ្លួនលូកដៃទៅប៉ះត្រង់ដែកគ្រាន់តែស្បែកប៉ះភ្លាមឬស៊ូតែសំឡេងឆ្អិនស្រោបប្រៀបដូចជាយកសាច់ទៅអាំងនៅលើបន្ទះដែលក្តៅអញ្ចឹងរត់ក៏មិនរួចមិនដឹងថាពេលនេះពួកគេអស់សង្ឃឹមខ្លាំងកម្រិតណាទេមនុស្សខ្លួនខ្លះនៅមានកាក់កងដែកជាប់នឹងកណ្ដាលឡើយនៅក្រោមអធិពលកម្ដៅដ៏ខ្ពស់ក៏សំឡេងចេញពីត្រង់របស់ពួកគេស៊ូឆ្អែតឆ្អិនខ្លោចសាដូចជាសាច់តែត្រូវគេអាំងឆ្អិនអញ្ចឹងពួកគេព្យាយាមយកដៃទៅចាប់កងដែកនៅលើប៉ុន្តែគ្រាន់តែដាក់ដៃទៅប៉ះភ្លាមក៏ធ្វើប្រញាប់ដកដៃចេញវិញផ្លែកវាពិតជាក្តៅនិងឈឺចាប់ខ្លាំងណាស់ស្រែកថ្មដោយការឈឺចាប់សំឡេងស្រែកក្រហយម្លាន់នៅពេញរោងចក្រយ៉ាងមូលពេលនេះផ្នែកបង្កាត់ពូជព្រៀបដូចជានរកលើដីទៅហើយយូធានធ្វើការនៅទីនេះ5ឆ្នាំហើយមិនដែលកាត់សោះថាមនុស្សខ្លួនត្រូវមកបញ្ចប់ជីវិតតាមរបៀបបែបនេះសោះយងឈៀងក៏សួរទៅយូធានដែលនៅក្បែរនោះថាពេលឃើញទិដ្ឋភាពបែបនេះតើឯងមានអារម្មណ៍យ៉ាងណាដែរអារម្មណ៍យ៉ាងម៉េចខ្ញុំមិនដឹងទេមិនដឹងថាឯងមានអារម្មណ៍ខុសខ្លះទេឬមួយក៏ពេលឃើញទិដ្ឋភាពបែបនេះធ្វើឲ្យឯងមានអារម្មណ៍រំភើបទៅវិញសម្រាប់ខ្ញុំវិញគឺមើលទៅរំភើបណាស់ព្រោះខ្ញុំមិនដែលឃើញទិដ្ឋភាពដ៏អស្ចារ្យបែបនេះពីមុនមកទេបើគុំតែខ្ញុំមិនបានយកទូរស័ព្ទមកម្លេះសូមខ្ញុំថតវីដេអូខ្លីមួយបង្ហោះឥតទៅហើយច្បាស់ជាផ្ទុះការគ្រប់គ្រងខ្លាំងមិនខានគុំនិយាយរឿងឥតប្រយោជន៍ទៀតអីប្រញាប់បើកឡានចេញទៅបន្តិចទៀតភ្លើងឆេះមកដល់ទីនេះហើយដល់ពេលនោះពូយើងចង់រត់ក៏រត់មិនរួចដែរឯងកុំបារម្ភអីខ្ញុំនឹងនាំឯងចេញទៅដោយសុវត្ថិភាពចំណែកមនុស្សដែលបង្កាច់បង្ខូចឯងខ្ញុំមិនទាន់បានប្រាប់ឯងនៅឡើយទេចាំខ្ញុំត្រឡប់មកវិញចាំខ្ញុំប្រាប់ឯងណានិយាយរួចយើងឆាំងក៏បើកទ្វារឡានព្រាមហើយលោតចេញទៅខាងក្រៅផ្លែករួចទៅឈរនៅពីមុខឡានដឹកទំនិញធុនតូចក៏មិនដឹងជាគេទៅធ្វើស្អីដែរណែឯងចង់ទៅណាសម្រាប់ហ្នឹងប្រញាប់ត្រឡប់មកវិញមកពូយើងទៅហើយណាកុំនៅឈរមើលគេលេងសើចនៅទីនោះអីក្តាំងក្បាលរបស់យូធានបោកទង្គិចចំកញ្ចក់ឡានខាងមុខពេញទំហឹងឈាមហូរស្រោចពេញក្បាលតែម្ដងច្រមុះដែលទៅតែខ្ជាប់វិញនោះហាក់ដូចជាបាក់ម្ដងទៀតហើយក្រឡេកមកមើលយ៉ងឆាងវិញត្រូវគេបុកពេញទំហឹងស្ទើរតែខ្ទាតចូលត្រង់បាត់ទៅហើយ
ដោយសារតែកម្លាំងបុកខ្លាំងពេកធ្វើឲ្យខ្លួនប្រាណរបស់គេស្ទើរតែដាច់ជាពីរចំណែកតែគេនិយាយបែបណាចំពោះរឿងនេះទៅណាជើងទាំងពីរហាក់ផុតពីដីគូក្បាលដ៏ឆ្លៀសវៃក៏គ្រប់គ្រងស្ថានភាពបានម្ដងទៀតតែបើមកប្រើលើខ្លួនយងឆាំងវិញហាក់ដូចជាមិនសូវសំសក់វាត្រូវតែជើងទាំងពីរហាក់ផុតពីដីវៀនធំវៀនតូចធ្លាក់រីបែកពេញដីទៅត្រូវប៉ុន្តែសំណាងល្អដែលការបុកនេះមិនបានធ្វើឲ្យយងឆាំងស្លាប់ឡើយឃើញតែយងឆាំងកំពុងតែប្រឹងកម្រាត់មាត់ហាក់ដូចជាចង់និយាយវិញយ៉ាងយូធានប្រឹងសម្រួលអារម្មណ៍ឲ្យនៅវិញរួចនេះក្រោយមើលអុយមកហើយនេះមិនមែនជាឡានរបស់ចាស់គុយទេអីនេះមនុស្សម្នាក់ចុះពីលើឡានតែត្រូវបានមុខចិត្តបើមិនច្បាស់ថាជាអ្នកណាឡើយប៉ុន្តែអ្វីដែលច្បាស់នោះគឺអ្នកនេះហើយគឺជាមនុស្សដែលវាច្រមុះរបស់គេឲ្យបាក់កាលពីថ្ងៃនោះពេលយូធាននឹកឃើញរឿងនេះព្រាមក៏ខឹងច្រឡោតតែម្ដងខ្ញុំត្រូវតែឲ្យវាសង្ខ្លែកជាបាលឲ្យបាននោះឡើងទៅដល់ 128,000 ឯណោះណាពេលសម្លឹងមើលឲ្យកាន់តែច្បាស់ទៅតើអាម្នាក់នឹងស្លៀកកេសីហ្នឹងគេឃើញបរិសម្នាក់នោះពាក់អាវការពារភ្លើងស្ពីធំចម្រាប់សែងតែកាន់រណាយន្តតាទៅដល់មុខត្រង់មនុស្សក្លូនបាត់ទ្វារត្រង់ឲ្យតម្រង់ទៅក្បាលពួកវារួចក៏កាប់ប្រែគៀមកាត់ក្បាលមនុស្សក្លូន4នាក់ចុះគ្នាយូធានឃើញហើយភ័យស្មារតីតែម្ដងពិតមែនហើយតើមានរឿងឈួតអីហ្នឹងហេតុអីបានជាគេធ្វើបែបនេះទៅវិញទោះជាមិនកាប់ពួកគេក៏ដោយក៏គុំតែត្រូវភ្លើងឆេះស្លាប់ទាំងនោះដែរមិនបាច់គិតរឿងលុយថ្លៃឆ្នាំអីទៀតទេប្រយ័ត្នបន្តិចគេវាមកកាប់ខ្ញុំដែរលុះយូធានដឹងខ្លួនវិញតែចាំអីទៀតត្រូវតែប្រញាប់រត់យករួចខ្លួនសិនបើទ្វារឡានហើយរត់ត្រហ្វាក់ត្រហ្វែងទៅរកច្រកចេញឯបុរសកាន់រណាយន្តនោះមិននឹកស្មានថាមានមនុស្សម្នាក់ទៀតនៅក្នុងឡានសោះក៏លើករណាយន្តដេញតាំងកាប់យូធានភ្លាមម្នាក់រត់ម្នាក់ដេញគ្មានផ្លូវគេគួតឡើយអបុរសរណាយន្តនោះធាក់យូធានមួយជើងដួលចង្អត់ចង្អើលើករណាយន្តឡានបំរុងនឹងកាប់កាត់ក្បាលយូធានទៅហើយក្នុងគ្រាដ៏មានអាសន្នបំផុតនោះយងឈៀងបានប្រើកម្លាំងចុងក្រោយដើម្បីជួយយូធានដោយលូកដៃទៅចាប់ប្រជើងរបស់បុរសរណាយន្តនោះចប់ធ្វើឲ្យបុរសរណាយន្តនោះដួលកាប់មុខយូធានឃើញគេដួលហើយក៏មិនបង្អង់យូរឡើយក្រោកចូលឡើងរួចលើកដៃសំពះគេវៈទៅកាន់យងឈៀងអរគុណច្រើនហើយសម្លាញ់បន្ទាប់មកក៏លែងដឹងទីតំបន់អីទៀតហើយក៏សម្រេចចិត្តរត់ទៅទី1ដោយរត់ទៅមុខរហូតមិនងាយក្រោយឡើយសំណាងល្អណាស់ដែលរត់ត្រូវផ្លូវរត់បានបន្តិចគាត់ក៏អាចគេចផុតចេញមកក្រៅបានមែនពេលងាយក្រោយទៅមើលវិញស្លាប់ហើយរងចាប់មនុស្សខ្លួនក្នុងសៀនយ៉ាទាំងមូលត្រូវបានអណ្ដាតភ្លើងលេបប្របាក់អស់ទៅហើយប្រហែលជាគ្មានអ្នកណាទៅជួយពួកមនុស្សខ្លួនទាំងនោះទៀតឡើយសម្រាប់មនុស្សខ្លួនបើចង់ចេញពីទីនោះទាំងមានជីវិតគឺជារឿងដែលមិនអាចទៅរួចតតែសោះល្អជាងនេះខ្ញុំមិនគួរនៅទីនេះបន្តទៀតទេក្រែងលោមានរឿងជាប់ពាក់ព័ន្ធដល់ខ្លួននៅពេលក្រោយហើយមកទំនាក់កំហុសលើខ្ញុំទៀតខ្ញុំគួរតែប្រញាប់ប្រមូលអីវ៉ាន់ត្រឡប់ទៅផ្ទះវិញល្អជាងគិតរួចអ៊ីឈៀនក៏សម្រួលអារម្មណ៍រួចបើកឡានត្រឡប់ទៅផ្ទះវិញបាត់ទៅគាត់បានសម្មុំអ្នកខ្លួននៅក្នុងបន្ទប់ក្រោមដីដ៏ស្ងាត់មួយដោយគិតថារងចាំមើលស្ថានភាពសិនចាំគិតទៀតពេលបើកទូរស័ព្ទតែអូសព័ត៌មានមើលស្រាប់តែឃើញពីនេះហើយរឿងផ្ទុះរោងចក្រនេះបានក្លាយជាប្រធានបទក្តៅគប់បាត់ទៅហើយគេនិយាយថាមនុស្សខ្លួនជាង 4,000 នាក់ត្រូវបានឆេះស្លាប់អស់ខាងប៉ូលីសបានប្រកាសថានៅឯរោងចក្រនោះគេបានរកឃើញសាកសពមនុស្ស2នាក់ម្នាក់ជាបុគ្គលិករោងចក្រឈ្មោះយូស៊ីម៉ាយងជាងហើយម្នាក់ទៀតគឺជាយូកូគឺជាអ្នកគ្រប់គ្រងចលនាប្រឆាំងនឹងមនុស្សខ្លួនតាមតានៅចាំមនុស្សម្នាក់នេះច្បាស់ណាស់នាងថែមទាំងធ្លាប់មកគូសទ្វារផ្ទះរបស់គាត់ទៀតផងដើម្បីសុំឲ្យគាត់ចូលរួមក្នុងសកម្មភាពប្រឆាំងនឹងមនុស្សខ្លួនតាមពិតទៅគាត់មិនចង់ចូលរួមទាល់តែសັບប៉ុន្តែព្រមនឹងការពូជសុំរំខានមិនឈប់ពីជាយូកូមិនបានអាយព្រមហើយកុំមកតាមរំខានខ្ញុំទៀតអីខ្ញុំចុះហត្ថលេខឲ្យឯងមិនបានទេអីចង្រៃពិតមែនតាមតាក៏បានចុះហត្ថលេខលើឯកសារប្រឆាំងមនុស្សខ្លួននោះទៅប៉ុន្តែពេលនេះប៉ូលីសបែរជាសន្និដ្ឋានថាជនសង្ស័យជាយូកូបានយកគ្រាប់បែកបញ្ជាពីចង្អៃមកបំផ្ទុះរោងចក្រនេះហើយរឿងនេះច្បាស់ជាមានអ្នកនៅពីក្រោយខ្នងបង្ខំឲ្យនាងធ្វើបែបនេះហើយជនបង្កកំហុសម្នាក់នោះយើងក៏ស្ទើរតែដឹងច្បាស់ហើយដែរព្រោះគឺបុគ្គលិកផ្នែកដឹកជញ្ជូនម្នាក់នៅក្នុងរោងចក្រនេះតែមានឈ្មោះថាតាម៉ាដាហ៊ឺជីហេតុអីក៏ជាគាត់ទៅវិញព្រោះនៅក្នុងផ្នែកបង្កាត់ពួកយើងបានរកឃើញសាកសពមនុស្សចម្លងកាត់ក្បាលចំនួន6នាក់យូធានហ៊ឺជីធ្វើការផ្នែកបន្លាសាកសពមនុស្សចម្លងនៅក្នុងរោងចក្រនេះយូរណាស់មកហើយម្យ៉ាងទៀតមានបុគ្គលិកបានបញ្ជាក់ថាពេលមានអគ្គិភ័យគេឃើញយូធានរត់ទៅផ្នែកបង្កាត់ពួកពេលនេះយូធានហ៊ឺជីគឺជាជនសង្ស័យធំបំផុតឥឡូវនេះពួកយើងកំពុងប្រកាសតាមចាប់ខ្លួនគាត់ទូទាំងប្រទេសវិនិច្ឆ័យហើយនេះមិនមែនជាការទម្លាក់កំហុសដាក់ដោយអយុត្តិធម៌ទេអីមិនក៏ខ្ញុំខ្លាចជាជនសង្ស័យធំបំផុតទៅវិញពេលកំពុងអូសទូរស័ព្ទមើលក៏ឃើញលោកហ្វូជីសានកង្ឃុនបានរៀបចំសន្និសីទកាសែតកង្ឃុននិយាយថាកាលពីមុននេះខ្ញុំធ្លាប់ទទួលបានការគំរាមកំហែងដោយក្បាលមនុស្សពេលនោះខ្ញុំសន្និដ្ឋានជំហានដំបូងថាជាស្នាដៃរបស់យូធានហ៊ឺជូដែរបុករួមទាំងរឿងកាត់ឡើងថ្ងៃនេះទៀតគឺច្បាស់ការតែម្ដងយូធានហ៊ឺជូម្នាក់នេះច្បាស់ជាពួកប្រឆាំងហើយគាត់ធ្លាប់បានចូលរួមប្រឆាំងនឹងច្បាប់មនុស្សចម្លងជាច្រើនលើកមកហើយពួកយើងថែមទាំងបានរកឃើញហត្ថលេខារបស់គាត់នៅលើឯកសារប្រឆាំងនឹងច្បាប់មនុស្សចម្លងទៀតផងដូចនេះខ្ញុំគ្រប់គ្រងឲ្យមានការតាមចាប់ខ្លួនគាត់ទូទាំងប្រទេសពេលយូធានឃើញកង្ឃុននិយាយបែបនេះគាត់ខឹងខ្លាំងរហូតប្រវែងទូរស័ព្ទចោលទៅលើដីរឿងនឹងមានពាក់ព័ន្ធអីនឹងខ្ញុំទៅខ្ញុំគ្រាន់តែខំធ្វើការងារត្រឹមត្រូវមិនក៏ត្រូវមកទទួលខុសត្រូវរឿងធំបែបនេះទៅវិញប៉ុន្តែគ្មានជំរឿទេពេលនេះខ្ញុំខ្លាចជាជនល្មើសគេតាមចាប់ទូទាំងប្រទេសទៅហើយនៅខាងក្រៅប្រហែលជាមានប៉ូលីសពីពេញកន្លែងហើយតែខ្ញុំគួរធ្វើបែបណាដឹងទាំងហ្វេដែលនៅក្បែរនោះក៏សួរថាបុលោកយូធានតើលោកកើតអីហ្នឹងកុំមកចោលរំខានអញកំពុងតែស្មុគស្មាញណាអញសាត់និយាយមកមើលក្រែងលោកខ្ញុំអាចជួយចេញគំនិតខ្លះឲ្យលោកបានកាត់អាចឈ្គន់នេះអញអាចមានគំនិតល្អអីឲ្យខ្ញុំទៅនិយាយមកលោកម្ចាស់យូធានគឺបែបនេះហើយយូធានក៏រៀបរាប់រឿងរ៉ាវដែលបានកាត់ឡើងប៉ុន្មានថ្ងៃនេះប្រាប់ថេងហ្វេ
จัดตั้งปีกบ้านมนุษย์โคลนในขนมปลอกเป็นยังเราโหต่อเรื่องเทอร์กีวีเปเตอร์รบเนนิกาให้หนึ่งเรื่องตู้ลงจัดอีกสรุปเตอร์เอาไว้แต่ในเยบ้านคือปรับเกแต่งออกขยมจะหายเบอร์ตึกมีแต่ช่วยหลบมาจากยูเทนสไวโรเกตก็เปิดประกอบปนน้องเติบไอต่อสายปัญหาสมองสมายแต่งนี้บ้านแต่งสรองประกอบนะหายแต่เป็นนี้มีนำไรไอสมองขยมก็เหมือนดังทานเนี่ยนาบังไก่บังโคขยมได้หลบมาจากยูเทนทุกเปลายขยมเกิดบันทึกเซนมุ้ยสันตูกรอยหมกเทงไฟก่อนในเยธาดูจิขยมดังทาคิดก็จีเนี่ยนะหายคิดก็จีเนี่ยนะประหยัดพระขยมมอกปรากฏบ้านได้แต่มุนหนึ่งปรับหลบแต่ขยมสมนมปวดตัวมือบานเต้สมนมปวดเอเกขยมจังบานสเรกเมนจังสระครูนเมนเต้ไอจังตัวนมในขังกรอยตัวจีกาใส่หายอย่างน้าก่อนเนกินนี้มีแต่ยังปีเนี่ยได้มีแนบเซนเตยืมเหมือนเมนซาครูนเต้ขยมมีเยธาขยมจังบานสเรกเมนเปิดปรากฏนักขยมก็จังสนครูนมันเตแตกขยมจังสารบองอารมณ์แบบหนึ่งดูแต่บ้านที่พร้อมในขนมเสียบเพิ่มเป็นเมนเต้ไอเตอร์อาดูเพลย์ประดานหนึ่งกิงะคือขนมเสียบเพิ่มนี่ตาค่ะมีจำนองเจิงแถบพิงไม่นึงยูเทนลุยสำลังเมื่อเกมมือเพลย์รู้แต่เป็นเตะใครนี่เยธาว่าอันเป็นจีดังทาคิดโกจีเนนาเป็นแมงโยบงขยมหนึ่งกัดใจหน่อยเองเราเป็นนึงบ่อันเฮียนเล้งกับใครดักขยมอันจะป้าจิกเมียนละแต่พอละอเตโดกมาจากยูเทียนกงบารามไอเป็นนี้ขยมปรากฏจะไทยถ้าคิดก็ป้าจิกเก็บปราบวนรับเพียรอยหายโยปรงขยมหนึ่งจัดใจไงเองยูเทียนเรือโทรศัพท์ปีเลยได้รุ่ยคอตลกเสียงเสียวเพลียมกับเสียวไอขยมคือยูเทียนหนึ่งนะไอแล้วนี่อันไอหมกเต็กขยมมวยแผลบานเต้ขยมกำปงสนับในบรรทุกพร้อมเด็กขยมเตะตาก็จ้องไม่กดโทรศัพท์หมกขยมเป็นนิตาเวงไอแล้วในขันคลายเก็บประกาศไฟรกจักรรุนอันเปล่าหายอันเป็นจีบ้านบ่มตู้รงจักรโลมนูเมนเต้ขยมเหมือนบ้านบ่มตู้เต้เหมือนเมนจิสนาได้ขยมเตกขยมก็เหมือนเดิมจีอย่างไม่ได้ใส่เทอร์เกตุ่มแหลกของห่อแบบนึงก้าวปีมอนอันวิเพียบ้านหล่อหนักเป็นนี่อันไอหมกชูวิเพียขยมเหมือนเตกิดบานเต้ตามเปิดเตยสังเซียวมินจัดเลยอยู่เทียนสับตะหายลุยเก็บบัวแบบนี้โอเคขยมหนึ่งแต่เลยนี่หายกันเจ้าขยมเธอโจเตอร์บรรทุกกรำเด็กแต่อันดารุบิดนาอยู่เทียนก็ปรับปีวิธีโจเตอร์การเนียมจำหมกเปยจบหนาวรู้เฮลเลอร์โพลิชานะแกจำหมกเปยจบเตอร์ดูโจบเด็กขยมขนมรุ่ยรุ่นตู้เสียบเฮอเจงไอหนึ่งเคยเจาะโจบรรทุกกรำได้หายแบบนั้นหายเนื้อเปยจบเสียงเสียบานดูโจแต่ขนมแต่ระบายอยู่เทียนนิ่งรุ่นตู้เสียบเฮอรุ่ยตาแต่การบรรทุกกรำได้คล้อนแต่รุ่นเทียบาเพลียมก็เธอดำบอมวยวีจังกบานนิ่งเป็นตำหังเสียงซีวงเงิดมุกเชิงสำหรับปัสมาระได้เพลียมยูเทียนบานโอริงกายสำหรับระบายเสียงซิวโจขนมตรงได้หลายมินทั้งฟีสำลังเมอร์เซสอาขนมตรงหลังเพลิกระกอเหมือนจังพริกเน็กปานหายจบเมอร์เตอร์ขยมน้องเสรระบายเต็งไฟหมอกออยโลคายเอลเลอร์ดอเป็นไอนิเยปีกาสันนิษฐานระบายอังหายปัดลูกมาจากยูเทียนขยมเหมือนแหลลิมจิมวยโลกเกเตขยมเนื้อแต่รงจำเซนเซงจินเน็กขยมปรับลูกจำแต่บดองเตอร์ท่าคิดโกจิเนตนาคิดโกเป็นประกอบคือฟูจิซานกองคนไอเก๋นังฟูจิซานกองคนนังอะยูเทียนก็บักตรงนูเปลี่ยมให้บ่มรองหนึ่งโอเซียงซิวเจงหมอกคราวอันกำปงมีเยเลงสายชกูจิมวยยังเมนเต้กดชีสมาชิกประสพีแต่บันสนาชปักในปีมนุโครนาแต่กดไอเตอร์บ่มตู้รงจัดดักรุนอันแกเตอร์กดมีให้พอละไว้ทั่วแบบหนังสับโลกมาจากยูเทียนกอานอมเมียงเตอไอขยมหนึ่งปรับการเปิดดอลโลคิดโกเป็นจีฟูจิซานกองคนแมงเรื่องนี้ได้จับดาวมีเยปีเป็นไงไอวันแต่กดบานตัวตามการวิพิระบบขยมปัญญาได้กดตัวบานนุคือขมินปัญหาไว้ตัวแต่ซะแต่อันนี้สุดแต่จีการริชาสันไดในครูนอังเตริชาสันไดครูนอังเปิดเมนไฮกดดูจิโลกอีจังกดบานรู้จินจำมนุโคลนโดยสงัดมันไอเตอรุเตกดจิบโกซาที่ระนานะกดเดินจิบานาธาการรู้จินจำมนุโคลนวีโคฉบับมียังคิดกดก็มันคอยลุยได้บางกดจ้องยำใส่ครอนไตกมองตีขังลงจะโดยจีการแสกปัตเตอร์ไฮมันจำไปเตอรู้จินจำครูนไอนนแต่ฮอตเตจอบปากกาได้กดเฟื่อแบบนี้มันแม่นำไปยำใส่เว้งแต่คือพระมนุโคลนนุกนำไปเตอเรื่องเซงเว้งเรื่องเซงเกตาลูกในจำกาปีออกหลังไปบนโจชนำบันเต้ยี่เนนิโยบายแมเนจมูโนดาลอยชีตระบานเกสำหรับนุคือมวยก่อเปิดแมนไฮมนุโคลนแมเนนุคือจีกังคนแต่เก็บปลาดำไปบังการพุสตางมันเจตาโคลนมันบ้านเนื้อกันไลกัดแทะแต่ซาแต่มีมนุโคลนนังไฮเธอกดมินพุสตางกาปีโคลนอย่างละออดชาแบบนี้ขนมยอลไฮไอจังมินในถาควางคุณปัจจิเนสำหรับลอยชีแมนเธอไฮมันตอบมกนำไปกอมออยเกโรเคยมนุโคลนนุควางคุณกับบ้านสำหรับมนุโคลนนุเจ้าไฮเกบานซีไซกระบอกมนุโคลนนุบันเต็กมาดองจอกปาเกลุซีสงัดไออัตเตอร์ให้เธอโดยมินเรื่องเอาไว้กัดล้างมันละเอาจริงเตะเกก็จังเธอไอจังได้แต่วิมินเรื่องนักสมานมันดอกัดล้างเธอเกบังคับจัดเตอร์ประหยัดกำเตจอกบ้ารบเอามนุโคลนนุเรื่องนักสมานมันดอเธอให้ในจำเรื่องจับจำรัดแต่กัดล้างในกระแบบเตเกเตให้วิกัดล้างจีบันโตเปียพองเราโหดเธอไอโพลิจับดามอยู่ชัดตุกตักล้างเพราะเส้นบัดไงนามวยโพลิสหมดดอกเตะให้ใช้เจกรุเตนุเรื่องอากรอได้เกบ้านลุยเธอมันเธอเกลีตระดังออเตอร์ไฮเกดังจิบานาแทกการจิงจำมนุโคลนบาเกจับบานคือเธอกัดตุประหารจีวัดดุดนี้เกเธอใต้ประหยัดกำเตกบามนุนุเจ้าจีบันตวนใช่ดอนไอไตกงลานดอบซิลซีดาก็เด็กไอวันทำไมหมดดอกเกก็ชีวิตกำเตกบามนุนุจมูกเนี่ยเติมไอจังไฮเรื่องแต่อันนี้คือสเตจิการิชาละครได้ความคุณนมโฟชิมันแองซะโอ้ปลายทาเรื่องเปิดวีไอจังซะใบกอกยมเน็ตเหมือนคืนสายจังเจ้าเรื่องนี้วิมินเตะวันไอหนึ่งกาบ่มตู้ลงจัดเรื่องนี้เธอนิยจับปิยกได้ลบอยู่เทียนเธอเก็บวีรอห้านิยแต่ยบนุกไอตะรงจัดดำใบรบนี่ในกาใด
ហើយបានឃើញមនុស្សគួរឲ្យសង្ស័យម្នាក់តាមពិតម្មនុស្សម្នាក់នោះគឺខ្វាងខ្លួននឹងឯងជីខ្វាងខ្លួនដែរត្រូវហើយគេត្រូវតែទៅរោងចក្រដើម្បីរកក្បាលមនុស្សដែលមិនទាន់បានកុំទេចោលនោះក៏មិនដឹងថាខ្វាងខ្លួនដឹងរឿងនេះតាមណាដែរថាសំណល់ដែលត្រូវកុំទេចោលនៅថ្ងៃនោះដោយសារតែម៉ាស៊ីនខូចទើបមិនអាចកុំទេតាមធម្មតាបានរឿងនេះច្បាស់ជាល្បីខ្ចោកឆាយពេញរោងចក្រហើយបុគ្គលិកទាំងអស់ច្បាស់ជាដឹងរឿងនេះអស់ហើយប្រសិនបើនៅថ្ងៃបន្ទាប់ពេលដែលគេចាត់ចែងកាកសំណល់ក្បាលពិតប្រាកដត្រូវបានគេប្រទះឃើញនោះពួកគេច្បាស់ជាសង្ស័យលើរូបគេមិនខានហេតុនេះហើយទើបគេត្រូវតែប្រថុយប្រឋានទៅកន្លែងទៅរោងចក្រដើម្បីរកក្បាលនោះយកទៅកុំទេចោលនេះក៏ជាមូលហេតុដែលឯងនៅក្នុងបន្ទប់សន្តិសុខហើយបានឃើញមានមនុស្សកំពុងរៀបរាប់អ្វីម្យ៉ាងនៅក្នុងគំនរក្បាលមនុស្សប៉ុន្តែពេលខ្ញុំទៅកន្លែងចាត់ចែងកាកសំណល់កាលពីលើកទី2នោះខ្ញុំច្បាស់ជាបានធំក្លិនក្រួយក្អូបណាស់ណាឬមួយក៏ក្លិនក្រួយនោះគឺជាអ្វីដែលខ្វាងខ្លួនចិត្តណាបាញ់វាអាចថាគេចិត្តណាបាញ់វាពិតមែនប៉ុន្តែអ្វីដែលកាន់តែអាចទៅរួចនោះគឺក្រុមគ្រួសាររបស់គេសុទ្ធតែមានជំងឺបែបនេះទាំងអស់ហើយក្រុមគ្រួសារគេក៏មានជំងឺដំណាំពូជផ្សេងទៀតដែរជំងឺដំណាំពូជផ្សេងទៀតហ្នឹងមែនហើយគឺភ្នែកមើលមិនសូវច្បាស់ភ្នែកមើលមិនសូវច្បាស់គីមូរ៉ាអានឹងនៅក្នុងរោងចក្ររបស់ហែងម្នាក់ដែលនិយាយថតដល់នោះហើយតែភ្នែករបស់គេមើលមិនសូវច្បាស់ដែរមែនទេពិតមែនហើយចុះគេមានក្លិនភាពដែរមែនទេមែនហើយនេះហើយជាមូលហេតុតែខ្ញុំថាក្រុមគ្រួសារគេមានជំងឺដំណាំពូជនោះចុះហេតុអ្វីបានជាខ្វាងខ្លួនចូលចិត្តគេវ៉ែនតាខ្មៅចំលេះគឺដើម្បីបិទបាំងការពិតតែថាភ្នែកគេមើលមិនឃើញនឹងឯងដោយសារតែគេមើលមិនឃើញគេក៏ត្រូវតែស្ទាបស្ទង់ក្នុងគំនរក្បាលម្ដងមួយទើបអាចរកក្បាលមនុស្សខ្លួនឃើញហើយហេតុអ្វីបានជាពេលនោះគេដើរវិលវល់នៅក្នុងបន្ទប់នោះទៅវិញវាបង្ហាញថាគេមិនសូវស្គាល់រោងចក្រនេះច្បាស់ទេរួមសំនឹងភ្នែកមើលមិនសូវច្បាស់ផងទើបគេរកផ្លូវចេញមិនឃើញគឺដោយសារតែឯងបានហៅគេទើបដឹងថាផ្លូវចេញនៅខាងនេះប៉ុន្តែភ្នែករបស់ខ្វាងខ្លួនគឺមើលមិនសូវច្បាស់ទេដើម្បីកុំឲ្យគេដឹងថាអ្នកណាជាអ្នករកឃើញខ្លួនដូច្នេះដើម្បីកុំឲ្យបែកការគេត្រូវតែបោសសម្អាតរាល់ឧបសគ្គទាំងអស់ទើបឈានទៅដល់ការគំរាមស្ត្រីម្នាក់ឈ្មោះជាយ៉ូកូឲ្យយកគ្រាប់បែកទៅបំទុះរោងចក្រចោលឲ្យតែគ្រប់គ្នាស្លាប់អស់ទៅតែគោលបំណងរបស់គេមិនសម្រេចបាត់ទៅហើយមែនទេប៉ុន្តែរឿងនេះត្រូវតែមានអ្នកទទួលខុសត្រូវជំនួសគេក៏សម្រេចចិត្តទៅផ្នែកបង្កាត់ពូជហើយកាត់ក្បាលមនុស្សខ្លួន2-3នាក់ធ្វើបែបនេះពេលមានការស៊ើបអង្កេតគេនឹងអាចដោះខ្លួនឲ្យរួចផុតពីការសង្ស័យទាំងស្រុងក្រោយពីស្ដាប់ការពន្យល់របស់ទាំងពីររួចយូធៀនក៏យកភ្លាមខ្ញុំថានីកង្ឃុននោះហេតុអីបានជាប្រញាប់ប្រកាសព័ត៌មានភ្លាមម្ល៉េះតាមពិតទៅគឺចង់ទម្លាក់កំហុសមកលើខ្ញុំសោះលោកម្ចាស់ការវិភាគរបស់ខ្ញុំចាប់តែប៉ុណ្្នឹងហើយចុះតើខ្ញុំអាចទៅសប្បាយជាមួយនាងបាននៅបានតាស្រីម្នាក់នេះជារបស់ហាញហើយទាំងហ្វេតាទៅរកសៀងស៊ីវរួចឆាត់ក្លិននាងគឺលោកម្ចាស់យូធៀននាងក្រអូបណាស់បន្ទាប់មកគេក៏ហែកឲ្យរបស់សៀងស៊ីវចេញខ្ទេចពេលនោះសៀងស៊ីវក៏ដឹងខ្លួនឡើងគ្នាអញជាអ្នកណាអញចង់ធ្វើស្អីហ្នឹងទីនេះជាកន្លែងណាវាជាមនុស្សខ្លួនដែលខ្ញុំចិញ្ចឹមហើយវាថាទាំងហ្វេទៅបានហើយវាក៏ចង់សប្បាយខ្លះដែរអញជួយបំពេញចិត្តវាបន្តិចទៅសៀងស៊ីវបានត្រឹមតែស្រែកលោឡាពេញទឹកពេញដីចោទប្រកាន់ថានេះជាការឃុំឃាំងខុសច្បាប់ហើយចោទថាជាការរំលោភសេពសន្តិភាពព្រមទាំងគំរាមថានឹងដឹងពួកគេទាំងពីរទៀតផងប៉ុន្តែទាំងហ្វីមិនខ្វល់ពីរឿងទាំងនោះឡើយគេស្ទុះទៅត្រូវពីលើសៀងស៊ីវព្រាមអូហូក្រអូបណាស់ក្រអូបខ្លាំងណាស់តែរឿងដែលគួរឲ្យទៅតនោះគឺលោកម្ចាស់យូធៀនកធៀមអត់ចេះធ្វើរឿងនឹងផងខ្ញុំដឹងតែ test ក្នុងសៀវភៅទេហើយក៏មិនដែលអនុវត្តតម្ដងណាដែរតែត្រូវធ្វើម៉េចទៅអញជួយធ្វើជាគំរូឲ្យខ្ញុំមើលបន្តិចមើលអាហាអញនេះឆ្លាតគ្រាន់បើចាំខ្ញុំធ្វើឲ្យមើលម្ដងឯងនៅចាំមើលហើយរៀនតាមឲ្យល្អទៅយូធៀនក៏បានបើកទ្វារត្រង់នោះចេញរួចក៏ស្ទុះទៅទីញញចេញមកយ៉ាងខ្លាំងហើយចង់បង្ខំធ្វើរឿងនោះជាមួយសៀងស៊ីវខណៈពេលដែលគេកំពុងតែក្តោតអារម្មណ៍ខ្លាំងស្រាប់តែលាន់នៅសំឡេងថាំងដំបងមួយបានសំពងចង្ក្បាលរបស់យូធៀនតាមពិតគឺថាំងហ្វៃបានឆ្លៀតឱកាសពេលគេមិនប្រុងប្រយ័ត្នយកដំបងដៃដ៏ធំមួយនៅកាច់ជ្រុងបន្ទប់ប៉មនឹងវាយូធៀនឲ្យសន្លប់តែគេជាមនុស្សក្លូនគេទើបតែមានអាយុ8ខែប៉ុណ្ណោះទោះបីជាគេមានទម្ងន់ជាង200 ជើងក៏ដោយតែតាមពិតទៅគេគ្មានកម្លាំងកំហែងអ្វីឡើយការវាយមួយក្បាច់នេះមិនបានធ្វើឲ្យយូធៀនសន្លប់ទេតែយូធៀនក៏រងរបួសធ្ងន់ធ្ងរដែរឈាមហូរស្រោចពេញក្បាលតែម្ដងអញធ្វើឈួតអីនឹងថាំងហ្វៃអញវាខ្ញុំធ្វើអីអ្នកទាំងពីរក៏បានប្រតែប្រតក់គ្នានៅក្នុងបន្ទប់ក្រោមដីយ៉ាងណាមិញថាំងហ្វៃទើបតែមានអាយុ8ខែតែគេអាចមានកម្លាំងស្មើនឹងយូធៀនទៅក៏វាមិនឈ្នះយូធៀនដែរហើយបណ្ដោយឲ្យយូធៀនរត់គេខ្លួនបាត់និយាយពីសៀងស៊ីវវិញខណៈពេលដែលអ្នកទាំងពីរកំពុងប្រតែប្រតក់គ្នាចុងម្ខាងនៃដំបងដែកនោះគឺស្រួចបានចាក់ទម្លុះចន្ទ្រង់បំពង់របស់នាងសៀងស៊ីវក៏បានស្លាប់បាត់បង់ជីវិតទៅយូធៀនបានរត់គេចេញពីបន្ទប់ក្រោមដីរបួសរបស់គេគឺធ្ងន់ធ្ងរខ្លាំងណាស់តែខ្ញុំគួរទៅព្យាបាលណាទៅបើទៅមន្ទីរពេទ្យសត្វម្ដងទៀតប្រហែលជាមិនកាត់ទេអាម្នាក់នោះយកថ្លៃសេវាថ្លៃពេកហើយម្យ៉ាងទៀតឥឡូវនេះមានគេតាមចាប់ខ្លួនខ្ញុំគ្រប់ទីកន្លែងហើយមិនអីទេខ្ញុំគួរតែទៅប្រកបខ្លួនឲ្យហើយទៅខ្ញុំនឹងប្រាប់ប៉ូលីសពីផលវិបាកនៃការចុះកិច្ចសន្យានោះទាំងអស់ជួនកាលគ្មានរឿងធំដុំហើយគេដោះលែងខ្ញុំវិញក៏ថាបានបើមិនដូច្នេះទេបើខ្ញុំរត់ផ្លេតផ្ដាស់ហើយត្រូវកុំខុនឃើញទៀតគឺចាប់ហើយបើអីចឹងមែនទេច្បាស់ជាសម្រាប់ខ្ញុំមិនខានឡើយហើយអញ្ចឹងទៅយូធៀនក៏បានទៅសារភាពកំហុសនៅប៉ុស្តិ៍ប៉ូលីសរួចក៏ได้รับការវិភាគរបស់ទាំងហ្វេប្រាប់ទៅមេប៉ូលីសតែរឿងលួចចិញ្ចឹមមនុស្សក្លូនទាំងហ្វេគឺគាត់មិនបានប្រាប់ឡើយហេតុអីបានជាមិននិយាយទៅវិញពីព្រោះការលួចចិញ្ចឹមមនុស្សក្លូនគឺជាទោសប្រហារជីវិតគាត់ដឹងច្បាស់ពីទម្ងន់ទោសតើបានហើយពួកយើងដឹងរឿងអស់ហើយចាំខ្ញុំឲ្យគេព្យាបាលរបួសក្បាលឡើងសិនទៅនិយាយរួចគេក៏បញ្ជូនយូធៀនទៅមន្ទីរពេទ្យបាត់ទៅលុះដល់ពេលគាត់ដឹងខ្លួនឡើងវិញមេប៉ូលីសក៏និយាយថាក្នុងពេលដែលឯងព្រមមកសារភាពហើយខ្ញុំសូមណែនាំអញថាកុំនិយាយកុហកបោកប្រាស់អីល្អជាងធ្វើបែបនេះអាចនឹងជួយសម្រាលទោសបាន2ឆ្នាំដែរខ្ញុំមិនបានកោះកែណា
រឿងដែលថាលោកកងខុននៅភ្នំហ្វូជីមានភ្នែកមើលមិនសូវច្បាស់នោះពីគ្មានផ្លូវអាចទៅរួចតតែសោះបើឯងគិតមើលឲ្យច្បាស់ទៅគង់តែយកទេបើភ្នែកគាត់មើលមិនច្បាស់មែនតើការនោះគាត់ឆក់យកមូលសុវត្ថិភាពរបស់យ៉ាងចាំងបានយ៉ាងម៉េចបើភ្នែកគាត់មើលមិនច្បាស់តើគាត់អាចតម្រង់បានចង់ហើយកាត់ក្បាលមនុស្សឃ្លោមួយដែលខ្ទាតយ៉ាងម៉េចទៅចុះបើគាត់ភ្នែកមិនល្អមែនតើគាត់អាចរុញឡើយឈីធាក់ពីលើជាន់លើនៃបន្ទប់លេខ901ទៅដេកបានយ៉ាងម៉េចទៅរឿងមានប៉ូលីសនិយាយបែបនេះហើយយូធានស្រឡាំងកាំងអស់ប្រលឹងយ៉ាប់ហើយនេះខ្ញុំត្រូវតាមហ្វេបបប្រាសាហេតុអីការនោះខ្ញុំមិនព្រមគិតមើលឲ្យច្បាស់បន្តិចទៅចាំមើលតែលើក្រោយជប់វាទៀតចុះខ្ញុំច្បាស់ជាត្រូវបកស្បែកវាមិនខាតឡើយអាមនុស្សគួរឲ្យស្អប់ម្នាក់នេះមេប៉ូលីសក៏សួរទៅយូធានទៀតថាឯងនឹងអ្នកដឹកជញ្ជូនម្នាក់នោះជាសង្សារនឹងគ្នាមែនទេអ្នកដឹកជញ្ជូនស្អីគេគឺហឺណេសៀងស៊ីវនឹងណាខ្ញុំស្គាល់ហឺណេសៀងស៊ីវតែគាត់មិនមែនជាអ្នកដឹកជញ្ជូនឯនោះទេគាត់គឺជាអ្នកតន្ត្រីម្នាក់តើអ្នកតន្ត្រីស្អីគេហ្នឹងពួកយើងបានស៊ើបប្រវត្តិគេអស់ហើយគេគ្រាន់តែជាអ្នកដឹកអីវ៉ាម្នាក់តើមើលចុះគេកំពុងឈរនៅក្រៅបង្អួចលប់មើលឯងធ្វើស្អីក៏មិនដឹងមើលខ្ញុំយូធានក៏ក្រឡេកមើលទៅតាមបង្អួចស្រាប់តែឃើញស្រមោលរបស់សៀងស៊ីវយូធានគិតក្នុងចិត្តថាមិនត្រឹមត្រូវទេនាងស្លាប់បាត់ហើយតាដោយសារថងហ្វឺយចាក់សម្លាប់ចុះស្រីម្នាក់ដែលឈរនៅចំពោះមុខនេះតើនាងជាអ្នកណាវិញតោះថយពេលវេលាទៅក្រោយវិញពេលដែលយូធានរត់ទៅខ្លួនមួយម៉ោងក្រោយមកមានស្ត្រីម្នាក់បានចូលមកក្នុងបន្ទប់ក្រោមដីនាងសម្លឹងមើលយូធានដែលនៅចំពោះមុខរួចក្រឡេកមើលសារស័ព្ទស្ត្រីម្នាក់ដែលដេកនៅលើដីតើមានរឿងអីកើតឡើងហ្នឹងហេតុអីភ្នែករបស់ឯងមានរបួសបែបនេះហើយមួយទៀតមានផ្សៃដីកាចាប់ខ្លួនយូធានហ៊ឺជីពេញទឹកពេញដីតែរូបថតនឹងមើលទៅច្បាស់ជាមិនមែនឯងទេចុះស្រីម្នាក់ដែលស្លាប់នៅលើដីនោះហេតុអីមុខដូចខ្ញុំបែបបិទអញ្ចឹងឬមួយនាងជាសមាជិកក្រុមតន្ត្រីកំណាញ់សៀងស៊ីវមែនទេថងហ្វឺយសម្លឹងមើលស្រីម្នាក់នោះរួចក៏សារភាពការពិតគ្រប់យ៉ាងប្រាប់នាងតាមពិតពេលពួកយើងជួបគ្នាលើដំបងនៅសន្តាគារស្នេហានោះខ្ញុំប្រាប់នាងថាខ្ញុំឈ្មោះយូធានហ៊ឺជីវាមិនសូវត្រឹមត្រូវប៉ុន្មានទេព្រោះតែខ្ញុំគ្រាន់តែជាមនុស្សខ្លួនដែលយូធានហ៊ឺជីចិញ្ចឹមទុកប៉ុណ្ណោះរឿងរ៉ាវគឺបែបហ្នឹងគេតែងតែឃុំឃាំងខ្ញុំទុកនៅក្នុងបន្ទប់ក្រោមទេជានិច្ចតែមានដល់មួយគេមានការធ្វេសប្រហែសផ្លេចតកសោត្រង់តែចេញខ្ញុំក៏លួចលាក់សោនោះទុកបន្ទាប់មកក៏លួចរត់ចេញពីបន្ទប់ក្រោមដីរួចខ្ញុំក៏ទៅរកជាងធ្វើសោដើម្បីកាត់សោថ្មីមួយទុកជាសោបំរុងពេលដែលយូធានទៅធ្វើការនៅពេលថ្ងៃខ្ញុំក៏ដើរចេញពីបន្ទប់ក្រោមដីហើយរស់នៅខាងក្រៅដោយប្រើតាសញ្ញាណរបស់គេសូមពន្យល់បន្តិចណាតាមពិតទៅនៅក្នុងសៀវភៅច្បាប់ដើមក៏មាននិយាយដែរថាអ្នកដឹកជញ្ជូនអីវ៉ាន់សាំងស៊ីវនិងតេងហ្វៃក្រោយមកបានលួចជួបគ្នាសម្ងាត់ជាច្រើនដងទៀតទើបមានលេខទូរស័ព្ទរបស់គេបែបនេះអ្នកអាចយល់បានថាពួកគេជាមនុស្សពីរក្រុមផ្សេងគ្នាយូធានពិតនិងសាំងស៊ីវពិតយូធានខ្លាំងៗនិងសាំងស៊ីវខ្លាំងៗពេលដែលតេងហ្វៃនិងសាំងស៊ីវខ្លាំងៗជួបគ្នានៅផ្ទះសម្នាក់តេងហ្វៃប្រាប់ថាខ្លួនឯងជាយូធានខាងលើក៏បានពន្យល់ជាលើកទី2ដែរពេលដែលយូធាននិងសាំងស៊ីវជួបគ្នានៅផ្ទះសម្នាក់នោះគឺយូធានពិតនិងសាំងស៊ីវពិតសាំងស៊ីវពិតថែមទាំងបានវិភាគឲ្យផលប្រាប់យូធានទៀតថារឿងនោះគឺចាំងគួយជាអ្នកធ្វើម្នាក់នោះហើយគឺសាំងស៊ីវពិតចំណែកឯអ្នកដឹកជញ្ជូនសាំងស៊ីវម្នាក់នេះតាមពិតទៅមានឈ្មោះដូចគ្នាជាមួយសាំងស៊ីវពិតបេះបិទហើយថែមទាំងមានមុខមាត់ដូចគ្នាបេះបិទទៀតម្យ៉ាងទៀតអ្នកដឹកជញ្ជូនសាំងស៊ីវម្នាក់នោះប្រើឈ្មោះខ្លាំងៗទេនាងប្រាប់តាំងពីដំបូងថាជាឈ្មោះក្នុងសិល្បៈតែដាក់តាមឈ្មោះក្រុមតន្ត្រីអ្វីមួយនោះនៅក្នុងសៀវភៅសរសេរថាជាល្បិចបន្លំស្លាប់វារៀងងាយៗបន្តិចហើយខ្ញុំគិតថាអ្នកនិពន្ធគ្រាន់តែព្យាយាមសម្រួលសាច់រឿងឲ្យត្រូវគ្នាវិញទេអញ្ចឹងឯងជាមនុស្សខ្លួនដែលយូធានចិញ្ចឹមមែនទេចុះឈ្មោះពិតរបស់ឯងឈ្មោះអីហើយខ្ញុំថាតេងហ្វៃទៅបានហើយចុះយូធានពិតប្រកបទៅណាហើយខ្ញុំគិតថាគេប្រហែលជាទៅចូលខ្លួនសារភាពហើយតេងហ្វៃបានប្រាប់ការវិភាគស្មានរបស់ខ្លួនទៅសៀងស៊ីវស្តាក់សៀងស៊ីវខ្លាំងៗមានចិត្តលើតេងហ្វៃកាលពីមុនមិននិយាយពីរឿងថាងផឹងអីនឹងទេអីនាងតែងតែគិតថាតេងហ្វៃជាមនុស្សមានស្មារតីហើយថាងផឹងនោះឯងនាងក៏ប្រាប់តេងហ្វៃថាទោះជាយ៉ាងណាយូធានក៏ទៅសារភាពបាត់ហើយបើមិនអីចឹងទេឯងទៅជាមួយខ្ញុំទៅហើយបែបនេះឯងពួកគេទាំងពីរក៏បានកំចាត់សាកសពរបស់សៀងស៊ីវពិតប្រកបចោលហើយយកទៅកប់មួយពពេកភ្នែកប៉ុន្មានខែបានកន្លងផុតទៅយូធានត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតតែនៅសល់មានតែរស់នៅក្នុងគុកប៉ុណ្ណោះយើងក៏មិនដឹងថាយូធានម្នាក់នេះបានប្រព្រឹត្តកំហុសអ្វីពិតប្រាកដដែរដឹងត្រឹមថាគាត់ត្រូវជាប់គុកអស់មួយជីវិតទៅហើយជាងស៊ីវនិងថងហ្វឺយបានរួមគ្នាបង្កើតក្រុមតន្ត្រីមួយមានឈ្មោះថាក្រុមតន្ត្រីកំណាញ់វិញថ្ងៃមួយក្រោយពីពួកគេសម្ដែងនៅបាចក់ក៏នាំគ្នាអង្គុយផឹកស្រាយ៉ាងសប្បាយពេលនោះដែរមានបរិសម្នាក់ដើរមកទេស្មាថងហ្វឺយរួចនិយាយថាពួកឯងមកហើយគេថងហ្វឺយមិនមានអារម្មណ៍ភ្ញាក់ផ្អើលតតែសោះផ្ទុយទៅវិញបែរជាពួរគេឲ្យអង្គុយចុះជាមួយគ្នាថែមទៀតតើបរិសម្នាក់នេះជាអ្នកណាទៅគាត់គឺហ្វូជីសានហ្គាំងខុនតែរឿងហ្វូជីសានហ្គាំងខុននេះមានអាចកំបាំងអ្វីទៅតាមពិតទៅហ្វូជីសានហ្គាំងខុនពិតប្រាកដត្រូវបានគេសម្លាប់តាំងពីយូរហើយគឺនៅយូរបន្ទាប់ពីគាត់បានសម្លាប់ណូដាឡាឈីគាត់ត្រូវបានមនុស្សខ្លួនរបស់ខ្លួនច្របាច់ក៏សម្លាប់ចោលហ្គាំងខុនធ្លាប់បានគ្រោងទុកថាក្រោយសម្លាប់ឡាឈីរួចគាត់នឹងសម្លាប់មនុស្សខ្លួនរបស់ខ្លួនចោលដែរអ្នកទាំងពីរបានជួបគ្នានៅក្បែរព្រៃតូចមួយប៉ុន្តែមនុស្សខ្លួនម្នាក់នោះនៅក្បែរសាំងស៊ីបទទួលបានក្តីស្រឡាញ់និងការពេញចិត្តខាងផ្លូវចិត្តយ៉ាងខ្លាំងបើឲ្យគេស្លាប់នៅពេលនេះតើគេអាចព្រមទៅរួចទេអ្នកទាំងពីរក៏បានវាយប្រតគ្នានៅក្នុងព្រៃហើយមនុស្សខ្លួននោះក៏បានច្របាច់ក៏សម្លាប់យ៉ាងខុនពិតប្រាកដស្លាប់បាត់ទៅហើយរឿងទាំងអស់នេះត្រូវបានថងហ្វឺយឃើញដោយចៃដន្យពេលថងហ្វឺយនិងមនុស្សខ្លួនរបស់យ៉ាងខុនជួបប្រឈមមុខគ្នាទើបដឹងថាពួកគេទាំងពីរគឺជាមនុស្សប្រភេទតែមួយតាមរយៈការតាក់ទងគ្នាជាញឹកញាប់ពួកគេក៏ប្រហែលជាស្និទ្ធស្នាលនឹងគ្នា
សូម្បីតែការដែលទាំងធ្វើស្វែងរកអ្នកដឹកជញ្ជូនអាហារក៏ជាការណែនាំពីទាំងខ្លួនដែរដោយប្រាប់ថាគាត់មានអាកប្បកិរិយាល្អគួរតែរកគាត់ទៅគឺដោយសារតែរឿងនេះហើយទើបគាត់បានស្គាល់កាវ៉ាអ៊ូជាសៀងស៊ីចាប់តាំងពីពេលនោះមកកាំខុនខ្លាំងខ្លាយក៏បានរស់នៅជំនួសជីវិតរបស់កាំខុនពិតប្រាកដមនុស្សខ្លួនទាំងពីរនាក់នេះច្បាស់ជាមានបេសកកម្មរួមគ្នាអ្វីមួយហើយពេលស្រាវជ្រាវទៅទើបដឹងថាពួកយើងជាមនុស្សខ្លួនកាត់មកដើម្បីតែឲ្យគេសៀចឹងហាមិនបានទេយើងត្រូវតែជួយសង្គ្រោះមនុស្សខ្លួនផ្សេងទៀតយើងត្រូវតែកុំទេច្បាប់ស្ដីពីការខ្លួនមនុស្សនេះចោលមើលដល់ត្រឹមនេះព្រីមិត្តខ្លះប្រកាសជាឆ្ងល់ថាមានចន្លោះប្រហោងមែនទេកាលពីមុនមិនមែនឯងនិយាយទេអីថាខួរក្បាលរបស់មនុស្សខ្លួនឆ្លាតស្មើនឹងឆ្កែឆ្មាប៉ុណ្ណោះចំមិនក៏ឡើយចេះក្រាប់តាមចេះរៀបចំផែនការទៅវិញពួកនោះជាមនុស្សខ្លួនដែលគេចិញ្ចឹមក្នុងរោងចក្រតែឆ្លាតស្មើឆ្កែឆ្មាគឺដោយសារគេឲ្យស៊ីចំណីបំបិតខួរក្បាលអញ្ចឹងហើយបានជាពួកគេដូចជាឆ្កែជាឆ្មាចំណែកខាងហ្វៃនិងកងខុនពួកគាត់ទាំងពីរមិនដែលស៊ីចំណីនឹងទេទើបពួកគេមិនបាត់បង់ភាពឆ្លាតໄວឡើយហេតុនេះហើយទើបពួកគេទាំងពីររៀបចំផែនការជាបន្តបន្ទាប់ទាំងរឿងក្បាលមនុស្សទាំងរឿងដែលយូធានរងគ្រោះក្នុងរោងចក្រសុទ្ធតែជាស្នាដៃរបស់កងខុនខ្លួនទាំងអស់ចុះហេតុអ្វីបានជាគេធ្វើបែបនេះគឺដោយសារទាំងហ្វីគ្រាន់តែចង់ទាញយូធានឲ្យធ្លាក់ក្នុងភក់ជាមួយគ្នាដើម្បីសងសឹករឿងរងការវាតម្រល់ថ្ងៃក្នុងបន្ទប់ក្រោមដីអ៊ីច្បាស់ជាមិនបណ្ដោយឲ្យយូធានរស់នៅស្រួលឡើយហេតុនេះហើយទើបគេលួចនាឡិកាដៃរបស់យូធានហើយរៀបចំគម្រោងការទាំងអស់នេះឡើងចំណែកនៅក្បែរផ្ទះរបស់កងខុនក៏មានមនុស្សបាត់ខ្លួនជាបន្តបន្ទាប់តាមពិតទៅមនុស្សដែលបាត់ខ្លួនទាំងនោះគឺទៅមនុស្សខ្លួនទាំងពីរនាក់នោះចាប់ខ្លួនទៅក្នុងគោលបំណងយកទៅដូរជាមួយមនុស្សខ្លួនក្នុងរោងចក្រឲ្យចេញមកក្រៅមិនប៉ុន្មានថ្ងៃផងមនុស្សដែលបាត់ខ្លួនទាំងនោះក៏ត្រឡប់មកវិញប៉ុន្តែអ្នកដែលត្រឡប់មកវិញមិនមែនជាមនុស្សពិតទេគឺសុទ្ធតែជាមនុស្សខ្លួនដែលមកជំនួសកន្លែងចុះបាត់មនុស្សខ្លួនក្នុងរោងចក្របែបនេះតាមម្ចាស់រោងចក្រមិនដឹងខ្លួនទេអីច្បាស់ជាដឹងហើយដូច្នេះហើយទើបពួកគេបដូរទាំងឆាងគុយគេផងនេះហើយជាមូលហេតុដែលឆាងគុយយកនាឡិកាដៃទៅប្រគល់ឲ្យគេវិញព្រោះនាឡិកានោះត្រូវទាំងហ្វៃលួចយកទៅបាត់ហើយតែបែរជាត្រូវឆាងគុយយកមកសម្បិញអញគិតមើលរឿងក្នុងនឹងទៅគង់តែយកទេតាសំបីតែរឿងភ្លឿនឆេះចុងក្រោយក៏ជាស្នាដៃកងខុនដែរគឺដើម្បីទម្លាក់កំហុសឲ្យយូធានហេតុនេះហើយទើបគាត់ស្ទុះចូលទៅក្នុងភ្នំភ្លើងទៅកាប់សាកសពមនុស្សចម្លងពី3នាក់ទី1គឺដើម្បីបិទបាំងរឿងមនុស្សចម្លងដែលត្រូវគេបដូរចេញទី2គឺដើម្បីទម្លាក់កំហុសឲ្យយូធានទទួលខុសត្រូវបូករួមទាំងការរំចានពីទាំងហ្វៃទៀតនិងលួងលោមបោកប្រាស់គាត់ធ្វើឲ្យយូធានដូចជាមនុស្សល្ងើអីចឹងក៏ដើរទៅសារភាពកំហុសដោយផ្ទាល់តែម្ដងរឿងទាំងអស់នេះសុទ្ធតែជាផែនការរបស់មនុស្សចម្លងទាំងពីរនាក់នោះគោលបំណងរបស់ពួកគេគឺបំផ្លាញចោលទាំងស្រុងបំផ្លាញរោងចក្រផលិតមនុស្សចម្លងនិងកំទេចច្បាប់ស្ដីពីមនុស្សចម្លងនៅភ្នំសង់យ៉ាសានប៉ុន្តែមានបងប្អូនខ្លះនៅមានចំណងមួយទៀតថាហេតុអ្វីបានជាយូធានរើបានកុហកមនុស្សចម្លងទៅវិញហើយចុះហេតុអ្វីបានជាកងខុនក៏មានកុហកមនុស្សចម្លងដែររឿងនេះត្រូវនិយាយចាប់ផ្ដើមពីយ៉ងឆាងទៅទាំងអស់នេះជាល្បិចកលដែលរៀបចំដោយយ៉ងឆាងជាល្បិចកលរបស់គាត់ត្រូវឲ្យគាត់គឺជាអ្នកគ្រប់គ្រងដ៏ស្មោះត្រង់បំផុតរបស់ឡៃឈីគាត់ក៏ជាអ្នកជំរុញដ៏ធំបំផុតក្នុងការប្រឆាំងនឹងច្បាប់មនុស្សចម្លងគាត់និងឡៃឈីបានរៀបចំផែនការមួយនោះគឺអានុនទៅជួយសង្គ្រោះជនរួមជាតិរបស់ពួកគេតែខ្លួនឯងហើយបន្ទាប់មកកំទេចច្បាប់ស្ដីពីមនុស្សចម្លងទាំងមួយចោលតែម្ដងដូច្នេះហើយយ៉ងឆាងបានយកផុសពីផ្នែកបង្កាត់ពូជមកឲ្យឡៃឈីនិងកងខុនអ្នកមួយកុហកតាមពិតទៅកុហកទាំងពីរនេះត្រូវបានបញ្ចូលគំនិតប្រឆាំងរួចជាសេតទៅហើយបើមិនអីចឹងទេមិនក៏សពទាំងហ្វៃនិងកងខុនស្រាប់តែចង់ទៅជួយសង្គ្រោះមនុស្សចម្លងមកទេគេតែគ្មានហេតុផលអីចឹងតាមពិតទៅសែនរបស់ពួកគេត្រូវបានគេកំណត់ទុកជាស្រេចតែចុងក្រោយបែរជាមានបញ្ហាទៅវិញអំព្រីយ៉ងរបស់ខ្វាងខុនត្រូវបានគេផ្ញើចេញទៅបាត់ចំណែករបស់ឡៃឈីមិនទាន់ទាំងបានផ្ញើផងក៏ត្រូវគេលួចយកទៅបាត់អ្នកណាជាអ្នកយកទៅគឺយូធាននឹងហើយជាអ្នកយកទៅអញ្ចឹងបានន័យថាថេងហ្វៃមិនមែនជាមនុស្សចម្លងរបស់យូធាននោះទេនិយាយឲ្យចាំទៅគេជាមនុស្សចម្លងរបស់ឡៃឈីអូខេដូចមីរកគ្នាស្រឡាក់ខ្លួនហើយមែនទេចុះយំឈៀងស្លាប់មែនទេគេប្រកាសជាស្លាប់ហើយត្រូវឡានបុកបែកជាពីរទៅហើយមិនស្លាប់មិនបានអ្នកដែលត្រូវឡានបុកនោះមិនមែនជាយងឈៀងទេតែជាមនុស្សចម្លងរបស់យងឈៀងតាយងឈៀងមិនមែនមានមនុស្សចម្លងតែម្នាក់ឡើយគេមនុស្សចម្លងជាច្រើនអ្នកទៀតតែរស់នៅពីពេញពិភពលោកនេះឡៅជីទៅបានខ្វាំងខុនធ្វើឲ្យស្លាប់ដោយអចេតនារឹតតែធ្វើឲ្យគេបញ្ញាចិត្តកំទេចចោលទាំងស្រុងនៅឧស្សាហកម្មមនុស្សចម្លងនេះគឺចាប់តាំងពីថ្ងៃនោះមកគេបានរៀបចំផែនការយ៉ាងម៉ត់ចត់ដើម្បីសម្រេចគម្រោងការដ៏អស្ចារ្យនោះគឺការលុបបំបាត់ច្បាប់មនុស្សចម្លងចេញពីភ្នំសៀងយ៉ាងឲ្យអស់ទាំងស្រុងអូខេខាងលើនេះគឺជាសាច់រឿងទាំងស្រុងហើយតាមពិតទីបញ្ចប់នៅក្នុងសៀវភៅគឺញញែខ្លាំងណាស់សាច់រឿងមុនទៀងវែងឆ្ងាយពេកមើលទៅឃើញតែការបង្ខំបញ្ចប់រឿងតែម្ដងខ្ញុំក៏កែសម្រួលបន្តិចបន្តួចទៅសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តចុះនៅឃើញបទចម្រៀងមួយបទគិតថាជាបទរបស់ក្រុមតន្ត្រីកំណាញ់ច្រៀងទៅចុះប៉ុន្មានថ្ងៃមុនជឿហាមត្បូររហូតដល់ជាតិមានទៀតនិយាយក៏ពិបាកហាប់មាត់ក៏មិនរួចបន្ទាប់មកក៏គ្រឿងក្តៅពីថ្ងៃទៀតហើយក៏ចាប់ផ្ដើមក្អកខឹករហូតដោយសារថតសម្លេងមិនទាន់បានទើបអាប់ដេតរៀងយឺតបន្តិចហើយបានហើយខ្ញុំមិននិយាយច្រើននាំតែខែពេះទេអ្នកដែលយកច្បាស់ជិតដឹងហើយចំណែករឿងល្អមើលជាច្រើនទៀតខ្ញុំកំពុងតែប្រឹងសរសេរហើយសម្លេងក៏កំពុងតែថតដែរកុំភ្លេចជួយចុច follow ផងណាអូខេអត់